កឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបដិញ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមសេនីយ៍តាន់ស្រីហ៊ីជេម៉ូតនីហ្សាំប៊ីនហ៊ីជេចាហ្វាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនិងគណៈប្រតិភូចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី7ខែធ្នូឆ្នាំ2025ក្នុងឱកាសនៃជំនួបនេះឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមនិងគណៈប្រតិភូចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារឯកឧត្តមក៏បានថ្លែងអំណរគុណនិងវេតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជាក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជានាពេលកន្លងមកឯកឧត្តមអគ្គមេបញ្ជាការបានគូបញ្ជាក់ថាជីវិតនិងសន្តិភាពពិតជាមានតម្លៃណាស់ក្នុងន័យនេះឯកឧត្តមបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការចូលរួមចំណែកសម្របសម្រួលឲ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរក៏ដូចជាការបដិញ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាពក្នុងការសម្របសម្រួលលើកិច្ចការនេះជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនិងគណៈប្រតិភូនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ីជាពិសេសតួនាទីដ៏សំខាន់របស់ឯកឧត្តមនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានចូលរួមចំណែកជួយសម្របសម្រួលឲ្យមានបទជប់បាញ់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងការឈានទៅសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក៏ដូចជាការអរគុណដល់តួនាទីដ៏សកម្មរបស់ឯកឧត្តមអគ្គមេបញ្ជាការក្នុងការដឹកនាំនិងសម្របសម្រួលក្រុមអ្នកអង្កេតការណ៍អាស៊ានស្របតាមបទជប់បាញ់កម្ពុជាថៃស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនិងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីអំពីស្ថានភាពនិងការវិវត្តនៃបញ្ហាព្រំដែនកម្ពុជាថៃព្រមទាំងបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃព្រមទាំងផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានជម្រាបជូនសម្ដេចបវរធិបតីអំពីការបដិញ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួលនិងធានាឲ្យបាននូវការអនុវត្តតាមបទជប់បាញ់កម្ពុជាថៃស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនិងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូ